เรื่องសិលជួយព្រោះសេពគប់អ្នកមានសិលកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតវនព្រះអង្គបានលើកជាដកមកសម្ដែងបកស្រាយអំពីមូលហេតុដែលឧបាសកម្នាក់អាចដើរឆ្លងទឹកបានដោយសារតែមានសទ្ធាដ៏មុតមាំដើម្បីមកស្ដាប់ព្រះធម៌របស់តថាគតមានដំណើរថាកាលកន្លងទៅកាលនៅសម័យព្រះសម្មាសម្ពុទ្ធកស្សបៈមានជាងកាត់សក់នៅឧបាសកម្នាក់ចុះទូកឆ្លងសមុទ្រជាមួយគ្នាមុនពេលទូកចេញដំណើរភរិយារបស់ជាងកាត់សក់បានផ្ដាំផ្ញើនៅឧបាសកឲ្យជួយមើលថែស្វាមីរបស់ខ្លួនផងហើយឧបាសកក៏យល់ព្រមពេលធ្វើដំណើរទៅដល់កណ្ដាលសមុទ្រស្រាប់តែទូកនោះប្រេះបែកជាពីរហើយឧបាសកនិងជាងកាត់សក់ក៏បានតោងឈើម្នាក់មួយកំណាត់អណ្ដែតទៅដល់កោះមួយខណៈពេលស្ថិតនៅលើកោះនោះជាងកាត់សក់បានចាប់បក្សីមួយមកអាំងភ្លើងធ្វើជាអាហារហើយគេក៏ចែកសាច់នោះឲ្យតែឧបាសកបរិភោគដែរតែឧបាសកជាអ្នកកាន់សិលគោរពព្រះរតនត្រ័យទើបបដិសេធមិនបរិភោគសាច់នោះទេនៅលើកោះនោះមានស្ដេចនាគអាស្រ័យនៅឃើញថាឧបាសកជាអ្នកមានសិលក៏និមិត្តកាយជាសំពៅមាសកាលគ្រានោះតថាគតកាលជាទេវតាអាស្រ័យនៅនឹងមហាសមុទ្រក៏បាននិមិត្តកាយជាអ្នកនាំផ្លូវសំពៅនិងពោលទៅកាន់ឧបាសកនោះថាសំពៅនេះសម្រាប់នាំអ្នកមានសិលទៅកាន់ចម្ពោះទ្វីបចំណែកឯជាងកាត់សក់មិនកាន់សិលមិនអាចទៅបានទេឧបាសកដឹងដូច្នោះក៏សុំចែកចំណែកបុណ្យកុសលដែលខ្លួនបានចម្រើនភាវនាកន្លងមកទៅឲ្យជាងកាត់សក់ផងដែរហើយអ្នកទាំងពីរក៏បានទៅដល់ត្រើយដោយសុវត្ថិភាពកាលក្រោយមកស្ដេចនាគកាត់ជាព្រះអនន្តរីឯទេវតាគឺជាអង្គតថាគតរាប់អានមនុស្សមានសិលជាមិត្តសិលនោះនឹងសាយភាយដល់អ្នកជាមិត្តផងដែររឿងជឿមិនចេះគិតកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតវនព្រះអង្គបានប្រារព្ធជាដកដល់ភិក្ខុមួយអង្គដែលជឿការលួងលោមរបស់ភរិយាចាស់រហូតធ្វើឲ្យត្រូវអស់ឈានមានដំណើរថាកាលកន្លងទៅតថាគតកើតជាព្រះរាជាគ្រងរាជ្យនៅក្រុងពារាណសីថ្ងៃមួយព្រះរាជាបានប្រទានសេះមួយក្បាលនិងគ្រឿងតុបតែងសម្រាប់ជិះមកគាល់ព្រះរាជាឲ្យទៅប្រោហិតដែលជាគ្រូមាននាមថារុហកៈសេះដែលព្រះរាជាប្រទានឲ្យនោះគឺជាសេះមានរូបរាងមាំមួនល្អណាស់គ្រប់ពេលដែលគេជិះចូលគាល់ព្រះរាជាម្ដងអ្នកស្រុកតែងតែសរសើរសេះនេះជានិច្ចឃើញដូច្នេះរុហកៈក៏និយាយអួតទៅភរិយាថាអ្នកស្រុកនិយាយសរសើរសេះយើងជាខ្លាំងថាវាជាសេះស្អាតណាស់ភរិយារបស់រុហកៈនាមបរនីជាមនុស្សមិនចេះខ្មាស់អ្វីឡើយទៅពោលតបទៅស្វាមីវិញថាការដែលអ្នកស្រុកសរសើរដូច្នោះគឺដោយសារតែវាមានគ្រឿងតុបតែងលម្អស្រស់ស្អាតប្រសិនបើលោកម្ចាស់តែងខ្លួននឹងដើរដំណើរឲ្យដូចសេះនៅពេលទៅគាល់ព្រះរាជានោះអ្នកស្រុកក៏នឹងសរសើរលោកម្ចាស់ដូចគ្នានឹងការដែលពួកគេសរសើរសេះដែរឮដូច្នោះរុហកៈ
ក៏ធ្វើតាមសម្ដីរបស់ភរិយាព្រះរាជាទតឃើញដូច្នោះក៏ពោលដៀលថ្មេះជាខ្លាំងរុហកៈខឹងខ្លាំងណាស់ដែលត្រូវទទួលក្តីអាម៉ាស់បែបនេះទៅប្រញាប់ត្រឡប់ទៅផ្ទះវិញគិតថានឹងសម្លាប់នាងជាភរិយានោះចោលឯចំណែកនាងបូរនីគិតថាប្តីនឹងសម្លាប់ខ្លួនក៏រត់គេចទៅសម្ងំនៅក្នុងវាំងអស់ជាច្រើនថ្ងៃនៅពេលព្រះរាជាបានជ្រាបសេចក្តីអស់ហើយព្រះអង្គក៏ហៅអ្នកទាំងពីរមកទូលមានថាខ្សែធ្នូបើវាដាច់ហើយយើងអាចតភ្ជាប់មកវិញបានដូច្នេះលោកមិនគួរឲ្យទោសៈមកបញ្ជាលើខ្លួនទេគួរតែអភ័យទោសឲ្យគ្នាផងទៅប្រោហិតក៏ពោលតបទៅព្រះរាជាវិញថាខ្សែដែលអាចយកមកធ្វើជាខ្សែធ្នូមានច្រើនណាស់ទូបង្គំសុខចិត្តប្រើខ្សែថ្មីមិនប្រើខ្សែចាស់វិញទេប្រោហិតក៏លែងលះដាច់ស្រេចជាមួយនឹងភរិយានៅគ្រានោះទៅមុននឹងជឿលើអ្វីមួយគួរតែប្រើបញ្ញាគិតពិចារណាផងដែរ